ការយល់ដឹងអំពីចំណីនិងការផ្ដល់ចំណីក្នុងការចិញ្ចឹមត្រីបងប្អូនកសិករទាំងអស់គ្នាក្នុងការងារវិវត្តកម្មចំណីគឺជាកត្តាសំខាន់បំផុតមួយហើយក៏ជាផ្នែកនៃការចំណាយធំជាងគេផងដែររហូតដល់60ទៅ70% នៃដើមទុនទាំងមូលការយល់ដឹងអំពីចំណីនិងបច្ចេកទេសផ្ដល់ចំណីបានត្រឹមត្រូវមិនត្រឹមតែជួយឲ្យត្រីធំលូតលាស់លឿននិងមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយនិងថែរក្សាគុណភាពទឹកក្នុងស្រះផងដែរជាដំបូងយើងត្រូវយល់ដឹងពីប្រភេទនៃចំណីត្រីដែលបែងចែកជាពីរបែកគឺទី1ចំណីធម្មជាតិរួមមានប្លង់តុងរុក្ខជាតិប្លង់តុងសត្វដែលកើតឡើងក្នុងស្រះតាមរយៈការរៀបចំដីនិងការដាក់ជីទី2ចំណីបន្ថែមឬចំណីកែច្នៃជាចំណីក្របពីរោងចក្រឬចំណីផ្សំតាមស្រុកដូចជាចុងអង្ករកន្ទក់កាកសណ្តែកនិងម្សៅត្រីជាដើមដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់សូមអនុវត្តតាមគោលការណ៍គឺទាំង4ផ្ដល់ឲ្យចំពេលគឺផ្ដល់ឲ្យទៀងទាត់2ដងក្នុងមួយថ្ងៃព្រឹកនិងល្ងាចជៀសវាងពេលថ្ងៃក្តៅខ្លាំងឬពេលព្រលឹមពេកដែលខ្វះអុកស៊ីហ្សែនផ្ដល់ឲ្យចំគុណភាពជ្រើសរើសប្រូតេអ៊ីនសមស្របតាមអាយុត្រីកូនត្រីត្រូវការប្រូតេអ៊ីនខ្ពស់ហើយឯត្រីធំត្រូវការកម្រិតមធ្យមចំណីត្រូវតែថ្មីស្អាតនិងគ្មានផ្សិតពុលផ្ដល់ឲ្យចំបរិមាណចន្លោះពី3ទៅ 5% នៃទម្ងន់ត្រីសរុបច្រើនពេកនាំឲ្យខាតបង់និងស្អុយទឹកតិចពេកត្រីធំយឺតនិងមិនស្មើគ្នាផ្ដល់ឲ្យចំកន្លែងនៅកន្លែងដដែលរៀងរាល់ថ្ងៃដើម្បីឲ្យត្រីធ្លាប់និងមកស៊ីទាន់ពេលវេលាចំណុចសំខាន់បន្ទាប់គឺការសង្កេតនិងការថែទាំចំណីការតាមដានការស៊ីចំណីត្រូវសង្កេតមើលត្រីហែលមកស៊ីប្រសិនបើ20ទៅ30នាទីត្រីស៊ីមិនអស់ត្រូវកាត់បន្ថយបរិមាណចំណីនៅពេលក្រោយការរក្សាទុកចំណីគ្រាប់ស្ងួតត្រូវរក្សាទុកនៅកន្លែងស្ងួតត្រជាក់ឆ្ងាយពីពន្លឺថ្ងៃនិងផ្លាតផុតពីដីដើម្បីការពារសំណើមនិងការកើតផ្សិតពុលការគ្រប់គ្រងនិងផ្ដល់ចំណីបានត្រឹមត្រូវគឺជាសោភ័ណភាពនិងជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមបង្កើនទិន្នផលត្រីនិងធានាបាននូវប្រាក់ចំណេញខ្ពស់សម្រាប់បងប្អូនកសិករ